Song Swakumakan The Breaking Coin តបរុស្ស៊ីសម្រុកចូលទីក្រុងប៉ូក្រូដោយភាពយន្តអូស្ត្រាលីដ៏ល្បីល្បាញ Mad Max ប្រភព200តថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025រុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានរុញច្រានកាន់តែជ្រៅទៅក្នុងទីក្រុងប៉ូក្រូនិងគូពេនស្ភាកខាងកើតរបស់អ៊ុយក្រែននៅថ្ងៃអង្គារដោយមានវីដេអូមួយដែលបង្ហាញពីទាហានរុស្ស៊ីរំកិលចូលទៅក្នុងប៉ូក្រូដោយជិះម៉ូតូនិងសូម្បីតែនៅលើដំបូលរថយន្តនិងរថយន្តវ៉ាន់ដែលរងការបំផ្លិចបំផ្លាញមូស្គូនិយាយថាការដណ្ដើមយកប៉ូក្រូដែលត្រូវបានគេដាក់ឈ្មោះថាច្រកទ្វារទៅកាន់ដូណេតស្កដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនឹងផ្ដល់ឲ្យមូស្គូនៅវេទិកាមួយដើម្បីរោទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងធំៗពីរដែលនៅសេសសល់ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងតំបន់ដូណេតស្កគឺក្រាម៉ាតូនិងស្លូវីយ៉ាន់ស្ករុស្ស៊ីបានគំរាមកំហែងដល់ទីក្រុងប៉ូក្រូអស់រយៈពេលជាមួយឆ្នាំមកហើយដោយប្រើប្រាស់ចលនាវីលុបពីស្លាបទាំងសងខាងក្នុងពេលតែមួយដើម្បីព្យាយាមឡំព័ទ្ធវានិងគំរាមកំហែងដល់ខ្សែបន្ទាត់ផ្គត់ផ្គង់ជាជាងការវាយប្រហារដ៏សាហាវដែលខ្លួនបានប្រើដើម្បីដណ្ដើមយកទីក្រុងបាខមូតក្នុងឆ្នាំ2023ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពិពណ៌នាអំពីស្ថានភាពនៅជុំវិញទីក្រុងប៉ូក្រូស្ថាពិបាកហើយមេបញ្ជាការកម្ពុជារបស់គាត់គឺលោក Oleksandr Syrskyi បានទទួលស្គាល់ថាទីតាំងកងទ័ពរបស់គាត់នៅក្នុងតំបន់ខ្លះនៃភាគអាគ្នេយ៍នៃតំបន់ Zaporizhzhia កាន់តែអាក្រក់ទៅអ្នកសរសេរភ្លុកសង្គ្រាមរុស្ស៊ីបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃអង្គារដែលបង្ហាញពីអ្វីដែលពួកគេនិយាយថាជាកងកម្លាំងរុស្ស៊ីចូលទៅក្នុងទីក្រុងប៉ូក្រូតាមបណ្ដោយផ្លូវមួយដែលហ៊ុមព័ទ្ធដោយអ័ព្ទដែលអ្នកប្រើប្រាស់ Telegram មួយចំនួនបាននិយាយថាមើលទៅដូចជាឈុតឆាកពីខ្សែភាពយន្តសកម្មភាពឆ្នាំ1979 Mad Max ដែលលាតត្រដាងនៅក្នុងទេសភាពក្រោយមហន្តរាយវីដេអូនេះបានបង្ហាញកងកម្លាំងរុស្ស៊ីជិះម៉ូតូនិងរថយន្តនិងយានយន្តផ្សេងៗទៀតជាច្រើនប្រភេទរថយន្តជាច្រើនគ្រឿងដែលបាត់ទ្វារនិងបង្អួចត្រូវបានបង្ហាញថាកំពុងបើកបរតាមបណ្ដោយផ្លូវដែលពោរពេញទៅដោយកំទេចកំទីខណៈពេលដែលទាហានកំពុងឈរមើលទាហានរុស្ស៊ីមួយចំនួនអង្គុយលើដំបូលរថយន្តដែលខូចយន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានគេឃើញនៅក្បែរផ្លូវនៅក្នុងការបង្ហោះ Telegram លោក Zelensky ដែលកំពុងទៅទស្សនាផ្នែកខ្លះនៃតំបន់ Kherson ភាគខាងត្បូងដែលកាន់កាប់ដោយអ៊ុយក្រែនបានពិពណ៌នាអំពីស្ថានភាពនៅប៉ូក្រូស្ថាពិបាកជាពិសេសនៅពេលដែលលក្ខខណ្ឌអាកាសធាតុអំណោយផលដល់ការវាយប្រហារប៉ុន្តែយើងកំពុងបន្តបំផ្លាញអ្នកកាន់កាប់លោក Zelensky ក៏បាននិយាយផងដែរថាទីក្រុងមូស្គូកំពុងបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ភាគអាគ្នេយ៍នៃ Zaporizhzhiaមេបញ្ជាការកម្ពុជាលោក Syrskyi បាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងទទួលចំណេញពីលក្ខខណ្ឌអ័ព្ទដើម្បីជ្រៀតចូលទីតាំងនៅ Zaporizhzhia លោក Syrskyi បានសរសេរនៅលើ Telegram ថាស្ថានភាពកាន់តែអាក្រក់ទៅនៅក្នុងទីដៅ Oleksandrivka និង Huliapo ជាកន្លែងដែលសាក់ត្រូវបានរោលទៅមុខក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវនិងដណ្ដើមយកបានតំបន់តាំងទីលំនៅចំនួន3លោកបានសរសេរថាកងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសមរភូមិដ៏ហិតនឿយសម្រាប់ភូមិពីរនៅភាគឦសាននៃ Huliapo យោធាអ៊ុយក្រែនបាននិយាយថាទាហានរុស្ស៊ីប្រហែល300នាក់ឥឡូវនេះស្ថិតនៅក្នុងប៉ូក្រូហើយទីក្រុងមូស្គូបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកងទ័ពបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះយោធាក៏បាននិយាយថាកងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរុស្ស៊ីនៅក្នុងទីក្រុងលោក Syrskyi បានប្រាប់កាសែត New York Post ថារុស្ស៊ីកំពុងប្រមូលផ្ដុំកងទ័ពប្រហែល150,000នាក់ក្នុងការវាយលុកលើប៉ូក្រូជាសញ្ញាមួយដែលបង្ហាញពីភាពខ្លាំងក្លានៃសមរភូមិទីក្រុងរុស្ស៊ីបាននិយាយថាខ្លួនបានដណ្ដើមយកអគារចំនួន256កងកម្លាំងរបស់ខ្លួនកំពុងរោលទៅមុខទៅភាគពាយព្យនិងខាងកើតនៃប៉ូក្រូនិងជុំវិញស្ថានីយរថភ្លើងទីក្រុងមូស្គូនិងទីក្រុងគីវបានផ្ដល់របាយការណ៍ផ្សេងៗគ្នាអំពីសមរភូមិសម្រាប់ទីក្រុងប៉ូក្រូទីក្រុងមូស្គូបាននិយាយអស់រយៈពេលជាច្រើនថ្ងៃមកហើយថាទីក្រុងនេះត្រូវបានឡោមព័ទ្ធខណៈដែលទីក្រុងគីវបានបដិសេធថាទីក្រុងមូស្គូមិនគ្រប់គ្រងទីក្រុងនេះទេហើយបាននិយាយនៅថ្ងៃច័ន្ទថាខ្លួននៅតែអាចផ្គត់ផ្គង់ដល់ទីក្រុងមីលណូរ៉ាតដែលនៅជិតខាងផែនទីសមរភូមិប្រភពបើកចំហពីភាគីទាំងពីរបង្ហាញថារុស្ស៊ីបានធ្វើចលនារឹតជុំវិញទីក្រុងហើយជិតពិតវាហើយទោះបីជាទីក្រុងគីវបានវាយបបវិញនៅជុំវិញទីក្រុងដូប្រូភីលាក៏ដោយ
រុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងលើផ្នែកខាងកើតនៃទីក្រុងគូពេនស្ក្នុងតំបន់ខាងកូកប្រទេសអ៊ុយក្រែនមេបញ្ជាការរុស្ស៊ីម្នាក់ដែលបានផ្ដល់សញ្ញាឲ្យរបស់គាត់ថាអ្នកប្រមាញ់បាននិយាយថាកងកម្លាំងរបស់គាត់បានគ្រប់គ្រងឃ្លាំងប្រេងមួយនៅទីក្រុងខាងកើតនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូដែលចេញដោយក្រសួងការពារជាតិរុស្ស៊ីក្រសួងបាននិយាយថាកងកម្លាំងរបស់រុស្ស៊ីក៏បានគ្រប់គ្រងស្ថានីយរថភ្លើងមួយចំនួននៅភាគខាងត្បូងនៃទីក្រុងគូពេនស្ផងដែររុស្ស៊ីក៏បាននិយាយផងដែរថាកងទ័ពរបស់ខ្លួនបានគ្រប់គ្រងកន្លែងតាំងទីលំនៅ Novopetrovsky នៅក្នុងតំបន់សាប៉ូរីសៀទីភ្នាក់ងារសារព័ត៌មាន RBC អ៊ុយក្រែនបានដកស្រង់សម្ដីអ្នកនាំពាក្យយោធាម្នាក់ថាអ៊ុយក្រែនបានដកថយពីភូមិមួយចំនួនរួមទាំង Novopetrovsky ដោយសារតែការវាយប្រហារដែលពាក់ព័ន្ធនឹងការវាយប្រហារដោយកាំភ្លើងធំជាង400លើកក្នុងមួយថ្ងៃយោធារុស្ស៊ីនិយាយថាឥឡូវនេះខ្លួនគ្រប់គ្រងជាង 19% នៃទឹកដីអ៊ុយក្រែនឬប្រហែល 115,000 គីឡូម៉ែត្រការ៉េផែនទីអ៊ុយក្រែនដែលតាមដានការផ្លាស់ប្ដូរជួរមុខបង្ហាញថារុស្ស៊ីគ្រប់គ្រងបាន 19.1% នៃទឹកដីអ៊ុយក្រែនកើនឡើងពី 18% កាលពីជិត3ឆ្នាំមុន